បរោះនោះបានគាស់ភ្នែកភរិយារបស់ខ្លួនរួចកប់នាងទាំងរស់បន្ទាប់មកក៏យកភ្នែកទាំងគូទៅថ្វាយចំពោះមេនិកាយអេមីដែលមានជំងឺភ្នែកពេលឃើញភ្នែកទាំងគូក៏សប្បាយចិត្តជាខ្លាំងហើយក៏សម្រេចចិត្តផ្សំគុំកូនស្រីជាទីស្រឡាញ់របស់គាត់ជាមួយបរោះនោះភ្លាមប៉ុន្តែគាត់មិននឹកស្មានថាភរិយារបស់បរោះនោះមិនទាន់ស្លាប់ទេតែត្រូវបានទេវតាហ្វូតើស៊ីនអងដែលធ្វើដំណើរឆ្លងកាត់ជួយសង្គ្រោះដោយសារតែនាងត្រូវបានស្វាមីក្បត់នាងក៏បានឆ្លងកាត់ឧបសគ្គជីវិតដោយជោគជ័យហើយក៏បានចងចាំនៅអនុស្សាវរីយ៍ទាំងអស់របស់នាងមកវិញនាងនឹកឃើញថាកុកខ្ញុំមិនមែនជាមនុស្សលោកធម្មតាទេខ្ញុំគឺជាធីតារបស់ព្រះចៅអធិរាជឋានសុខហើយខ្ញុំត្រឡប់មកវិញដើម្បីសម្លាប់អ្នកតាមពិតនាងគឺជាបុត្រីពៅដែលព្រះចៅអធិរាជឋានសុខក៏ស្រឡាញ់បំផុតប៉ុន្តែមុនពេលពួកគេអាចក្លាយជាទេពពួកគេត្រូវតែឆ្លងកាត់ឧបសគ្គក្នុងជីវិតមនុស្សលោកសិនព្រះចៅអធិរាជឋានសុខបានផ្ដាំផ្ញើជាច្រើនដងហើយមើលបុត្រីពៅរបស់គាត់ចុះមកផែនដីមិនយូរប៉ុន្មាននាងក៏បានជួបនឹងមនុស្សម្នាក់ដែលអាចទុកចិត្តពេញមួយជីវិតបន្ទាប់មកពួកគេក៏មានកូនម្នាក់ជាចំណងដៃស្នេហាប៉ុន្តែមិនទាន់បានប្រាប់ដំណឹងនេះដល់ស្វាមីផងក៏ត្រូវស្វាមីរបស់នាងយកដាវចាក់ចំកណ្ដាលពោះតាមពិតស្វាមីរបស់នាងបានជួបនឹងម្ចាស់និកាយវូឡាងនៅថ្ងៃនេះម្ចាស់និកាយបានឃើញថាគាត់មានឫសគល់ដ៏អស្ចារ្យដរាបណាគាត់លះបង់នៅមនោសញ្ចេតនាគាត់នឹងអាចចូលនិកាយនិងឈានដល់ឋានៈជាទេវតាបានតើវាសនាបែបណាគឺការកាត់ផ្ដាច់នៅចំណងស្នេហាដូច្នេះហើយស្ត្រីនោះនិងកូនដែលមិនទាន់កើតរបស់នាងត្រូវបានស្វាមីកប់ទាំងរស់ស្រាប់តែគាត់នឹកឃើញថាកូនស្រីរបស់ម្ចាស់និកាយវូឡាងបានកើតជំងឺភ្នែកអស់ជាច្រើនឆ្នាំហើយស្របពេលនោះដែរភ្នែករបស់ភរិយារបស់គាត់ក៏មានភាពស្រស់ស្អាតជាពិសេសហើយគាត់ត្រូវការភ្នែកមួយគូដើម្បីបើកផ្លូវឲ្យគាត់ស្វាមីក៏បាននិយាយទៀតថាបើសិនជាអ្នកមានឫសគល់ដ៏អស្ចារ្យអ្នកអាចមកឋានសួគ៌ទាំង9ជាមួយខ្ញុំដើម្បីបន្តស្នេហារបស់យើងប៉ុន្តែគាត់មិននឹកស្មានថាភរិយារបស់គាត់គឺជាធីតារបស់ព្រះចៅអធិរាជឋានសួគ៌ដែលមានរូបកាយអមតៈទេវតាហ្វូតើដែលធ្វើដំណើរឆ្លងកាត់ក៏បានប្រទះឃើញនាងហើយការចងចាំទាំងអស់របស់នាងក៏បានត្រឡប់មកវិញទេវតាមិនយល់ថាហេតុអ្វីបានជាធីតារបស់ព្រះចៅអធិរាជឋានសួគ៌ដ៏ខ្ពង់ខ្ពស់បែបនេះត្រូវមនុស្សលោកធ្វើបាបដល់ថ្នាក់នេះស្ត្រីនោះយំហើយនិយាយថានាងបានមើលមនុស្សខុសហើយត្រូវបានបរិសុទ្ធកំណាចនោះធ្វើបាបនាងនិងកូនរបស់នាងបន្ទាប់មកនាងក៏បានសុំឲ្យទេវតាមើលកូនដែលមិនទាន់កើតរបស់នាងប៉ុន្តែដោយសាររបួសរបស់នាងធ្ងន់ធ្ងរពេកកូនរបស់នាងក៏បានស្លាប់បាត់ទៅហើយដោយស្ទាបអង្អែលស្បែកជើងក្បាលខ្លាដែលនាងបានដេរដោយផ្ទាល់ដៃសម្រាប់កូនរបស់នាងហើយគិតដល់ពាក្យដែលស្វាមីរបស់នាងបាននិយាយនាងក៏បានសម្រេចចិត្តថាមិនចាំបាច់រងចាំជីវិតក្រោយទេនាងនឹងយកជីវិតបរិសុទ្ធកំណាចនោះនៅក្នុងជីវិតនេះតែម្ដងបន្ទាប់មកស្ត្រីនោះក៏បានលើភ្នោស្លាប់ភ្នោដើរលើផ្លូវសង្សឹកបរិសុទ្ធកំណាចចង់ស្វែងរកផ្លូវទៅកាន់ភាពអមតៈនិងល្បីល្បាញទូទាំងពិភពលោកដូច្នេះនាងនឹងកាត់ផ្ដាច់ឫសគល់ខាងវិញ្ញាណរបស់គាត់នៅចំពោះមុខមនុស្សគ្រប់រូបហើយលាបប្រដាងមុខមាត់ដ៏អាក្រក់របស់គាត់ទេវតាដឹងថារបួសរបស់ស្ត្រីនោះមិនទាន់ជាសះស្បើយទេបើទៅសង្សឹកតែម្នាក់ឯងខ្លាចក្រែងមានគ្រោះថ្នាក់ដល់ជីវិតដូច្នេះគាត់ក៏បានរាយការណ៍រឿងនេះដល់ព្រះចៅអធិរាជឋានសួគ៌ភ្លាមគឺមនុស្សលោកដ៏កំសាកខ្ញុំនឹងទៅនិកាយវូឡាងដើម្បីចាប់គាត់ត្រឡប់មកវិញភ្លាមបើសិនជាពួកគេពិតជាមិនស្គាល់មនុស្សល្អនិងមនុស្សអាក្រក់មែនហើយហ៊ានចូលរួមជាមួយបរិសុទ្ធអាក្រក់នោះដើម្បីធ្វើបាបអាវយ៉ាវនោះខ្ញុំនឹងធ្វើឲ្យនិកាយវូឡាងទាំងមូលបង្ហូរឈាមរាប់គីឡូម៉ែត្រនិងគ្មានសល់អ្វីទាំងអស់បន្ទាប់ពីបរិសុទ្ធកំណាចបានគាស់ភ្នែកស្ត្រីនោះហើយគាត់ក៏បានយកភ្នែកទាំងគូទៅឲ្យកូនស្រីរបស់ម្ចាស់និកាយភ្លាមដោយការរំពឹងទុកកូនស្រីរបស់ម្ចាស់និកាយក៏បានមើលឃើញពន្លឺវិញភ្លាមម្ចាស់និកាយសប្បាយចិត្តនឹងបរិសុទ្ធកំណាចនោះជាខ្លាំងហើយក៏សម្រេចចិត្តផ្សំគុំកូនស្រីរបស់គាត់ជាមួយគាត់ភ្លាមស្ត្រីនោះទើបតែមកដល់លើភ្នំក៏ត្រូវបានសិស្សនិកាយខាត់ទុកប៉ុន្តែសិស្សនិកាយទាំងនោះមិនមែនជាគូប្រជែងរបស់ស្ត្រីនោះទេនាងគ្រាន់តែក្រវីដែលតិចសិស្សនិកាយក៏ត្រូវបានកម្លាំងដាវរបស់នាងផ្ទាល់បណ្ដាលឲ្យក្អួតឈាមអស់ជាច្រើនលីត្រម្នាក់ទៀតដែលមិនដឹងខ្លួនចង់ចូលទៅប្រយុទ្ធប៉ុន្តែត្រូវនាងវាយឲ្យហោះទៅឆ្ងាយជាង10ម៉ែត្របរិសុទ្ធកំណាចកំពុងសប្បាយរីករាយដោយគិតថាចាប់ពីពេលនេះទៅគាត់នឹងមានជីវិតដ៏រុងរឿងនិងគ្មានការព្រួយបារម្ភអ្វីទាំងអស់តើអ្នកចង់ខ្លាចជាទេវតាដោយសារតែអ្នកមែនទេឃើញស្ត្រីនោះដើរមករកគាត់ដោយមានកម្លាំងខ្លាំងក្លាបរិសុទ្ធកំណាចនោះក៏ភ័យខ្លាចរហូតដល់ឈរស្ងៀមនៅនឹងកន្លែងដើម្បីកុំឲ្យបាត់បង់មុខមាត់នៅចំពោះមុខកូនស្រីរបស់ម្ចាស់និកាយគាត់ក៏បានសម្រេចចិត្តឡើងទៅសួរឲ្យច្បាស់ថាតើអ្នកហ៊ានឡើងមកទៀតទេអ្នកគឺជាអ្នកដែលធ្វើរឿងអាម៉ាស់មិនមែនខ្ញុំទេហេតុអ្វីខ្ញុំមិនហ៊ានបរិសុទ្ធកំណាចមិនយល់ថាពីមុនស្ត្រីនោះតែងតែចុះចាញ់ហេតុអ្វីបានជាថ្ងៃនេះនាងដូចជាមនុស្សផ្សេងដើម្បីកុំឲ្យស្ត្រីនោះរំខានដល់ផ្លូវទៅកាន់ភាពអមតៈរបស់គាត់ក៏បានណែនាំឲ្យនាងចុះពីលើភ្នំភ្លាមបើមិនដូច្នោះទេគាត់នឹងមិនគិតពីមេត្រីភាពទេឈប់ធ្វើឲ្យខ្ញុំខ្ពើមទៅសម្ដីរបស់អ្នកដូចជាយើងនៅមានស្នេហាថ្ងៃនេះមិនមែនជាអ្នកលើកលែងជីវិតខ្ញុំទេតែខ្ញុំនឹងធ្វើឲ្យអ្នកចង់ស្លាប់ក៏មិនបានតែជនខ្វាក់មកធ្វើរឿងរំខាននៅទីនេះពីណាស្ត្រីនោះបានឮសំឡេងហើយមានអារម្មណ៍ពីកម្លាំងដែលចេញពីភ្នែករបស់នាងគឺអ្នកគឺជាកូនស្រីរបស់ម្ចាស់និកាយឈូហាមែនទេកូនស្រីរបស់ម្ចាស់និកាយឃើញថាអត្តសញ្ញាណរបស់នាងមិនធម្មតាក៏បានសួរទៅបរិសុទ្ធកំណាចថាតើនាងជាអ្នកណាបរិសុទ្ធកំណាចក៏បានឆ្លើយថាគាត់ក៏មិនស្គាល់នាងដែរតើនាងជាអ្នកណាឈ្មោះភ្នោនេះបានឆ្លាក់ឈ្មោះរបស់ខ្ញុំហើយអ្នកដែលឆ្លាក់គឺគាត់តើអ្នកគិតថាខ្ញុំជាអ្នកណាគ្រប់គ្នាឃើញឈ្មោះវូជីនៅលើភ្នោទើបដឹងថាស្ត្រីនោះគឺជាភរិយារបស់បរិសុទ្ធកំណាចនៅលើផែនដី